ចូលឆ្នាំនៅថ្ងៃអង្គារទី12ខែមេសាបាទ12ខែឆែកបាទឆ្នាំមកនេះអត្តស័ក្តិក្នុងនោះបាទទៅនឹងពុទ្ធសករាជ2570បាទទៅថ្ងៃទី14ខែមេសាឆ្នាំ2021នៅវេលាម៉ោង10:48នាទីព្រឹកពេលនោះព្រះអាទិត្យបាទព្រះអាទិត្យចេញពីមីនរាសីទៅស្ថិតនៅមេសៈរាសីបាទតាមផ្លូវគោចរវិថីមកលើកដាលមានទេពធីតាមួយព្រះអង្គជាមេកទាញាកាបាទព្រះនាមរាជតាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មបាទគង់នៅឯឋានចាតុមហារាជការទ្រង់អង្គរពោះស្វាយលំអនៅព្រះការដោយជាផ្កាធូបបាទអភរណៈទ្រង់ពាក់កែវមូរាបាទព្រះសាហាសោយលោហិតបាទឈាមគឺសោយលោហិតទេវតាសោយលោហិតដែរបាទហើយព្រះទនដាមនោះទ្រង់ព្រះព្រៃតោប្រោះឆ្វេងទ្រង់ធ្នូទ្រង់គង់លើអស្តដោបាទសេះគឺជាសេះជាយានពាហនៈបាទហើយកម្មវិធីទេតំណែងទេវតានឹងចាប់ដើមនៅពេលខាងមុខនេះទៀតព្រោះថ្ងៃនេះក៏យើងសន្មតថាទេតំណែងទេវតាមុនបាទមុនការកំណត់ថ្ងៃនេះជាថ្ងៃនៅក្រឹតថ្ងៃនេះជាថ្ងៃនៅក្រឹតរឹកមានសេរីសុខដីជោគជ័យដំហាប្រសើរមានថ្ងៃ200ខែចែកឆ្នាំម្សាញ់សតស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី4ខែមេសាពុទ្ធសករាជ2526បាទនៅក្នុងវត្តអង្គរជុំទាំងមូលបានប្រពើកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនិងទទួលទេវតាឆ្នាំថ្មីហើយក៏មានទេពកតទេពធីតារងចាំទទួលអបអរសាទរពិធីទេតំណែងទេវតាក្នុងថ្មីព្រះនាមរាជតាទេវីជាបុត្រីទី3នៃកបិលមហាព្រហ្មបាទដែលលោកមានចុះមកនៅស្វ័យអាទា12រោចខែចែកឆ្នាំម្សាញ់សតស័កពុទ្ធសករាជ2569ត្រូវថ្ងៃទី14ខែមេសាឆ្នាំ2026វេលាម៉ោង10:48នាទីព្រឹកទេវតាឆ្នាំថ្មីជំនាញរាជតាទេវីបុត្រីទី3នៃកបិលមហាព្រហ្មដោយបានរៀបរាប់សម្ដែងទាំងមានអំពូលនឹងលោកអ្នកពាក់ព័ន្ធស្វាយបាទលំអនៅប្រការដោយជាផ្កាជ្រូកភរណៈទ្រង់កែវមូរាព្រះសាហាទ្រង់សោយលោហិតព្រះឆ្វេងត្រីតូដៃឆ្វេងនឹងទ្រង់ធ្នូបាទគង់លើអស្តដោសេះជាពាហនៈទ្រង់យាងមកចុះនៅពេលនេះហើយបាទចឹងគឺបានក៏សូមមានត្រីអាន